នៅថ្ងៃច័ន្ទនេះជាថ្ងៃទី3នៃសង្គ្រាមនៅមជ្ឈមបូព៌ាស្នូផ្ទុះលាន់ឮសារជាថ្មីនៅតាមបណ្ដាលទីក្រុងនៃក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ជុំសមុទ្រដែលស្របពេលដែលអ៊ីរ៉ង់បន្តបាញ់មីស៊ីលនិងដ្រូនដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំកម្ពុជារបស់ខ្លួននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Al Jazeera នៅថ្ងៃច័ន្ទទី2ខែមីនាឆ្នាំ2026សម្លេងផ្ទុះខ្លាំងៗត្រូវបានរាយការណ៍នៅតាមប្រទេសគុយវ៉ែត បារ៉ែនព្រមទាំងនៅទីក្រុងឌូហាននៃប្រទេសកាតានិងទីក្រុងអាប៊ុលដាបេសនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលសុទ្ធតែជាប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិកទន្ទឹមគ្នាយោធាអ៊ីស្រាអែលបានប្រកាសថាអ៊ីរ៉ង់បានបន្តបាញ់មីស៊ីលបន្ថែមទៀតមកលើអ៊ីស្រាអែលនិងបានណែនាំឲ្យប្រជាពលរដ្ឋរត់ទៅជ្រកកោននៅទីកន្លែងសុវត្ថិភាពដោយឡែកអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកក៏បាននឹងកំពុងបន្តការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ផងដែរគួរបញ្ជាក់ថាសង្គ្រាមនេះបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនៅពេលដែលអ៊ីស្រាអែលនិងអាមេរិកបានរួមដៃគ្នាឆ្មក់បើកការវាយប្រហារក្នុងទ្រង់ទ្រាយធំលើអ៊ីរ៉ង់ដែលបណ្ដាលឲ្យមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាន់ណាតូឡាអាត់ខាម៉ានីរួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀតបានបាត់បង់ជីវិត